សូមយាងមកព្រះសង្គ្រោះសូមយាងមកក្រុមដល់ថ្ងៃដល់សៅណាភពនៃយើងខ្ញុំព្រះអង្គផ្ដល់ជីវិតយើងខ្ញុំយាងមកយាងមកយាងមកពេលខ្ញុំចេញដំណើរមកនៅកៅសីមាគេសួរធម្មតាព្រឹកឡើងខ្ញុំបើកបន្ទប់កន្លែងផ្ទះបាយរបស់ខ្ញុំដើម្បីឲ្យបងប្អូនមកផឹកកាហ្វេជាមួយគ្នាដោយសារពេលខ្លះមានបងប្អូនមកមុនអញ្ចឹងទៅគេអត់ទាន់ញ៉ាំបាយយើងអង្គុយហូបកាហ្វេជាមួយគ្នាជាងកាលហូបបាយហូបអីជាមួយគ្នាព្រឹកនេះគេដឹងថាខ្ញុំនៅដោយសារពុកសុភាប្រាប់ថាពេលលោកពុកអត់នៅសូមកុំប្រាប់គេបើប្រាប់គេគេអត់មកអធិដ្ឋានទេអានេះគេមកច្រើនដើម្បីមកចូលរួមអភិបូជារៀងរាល់ថ្ងៃអាទិត្យខ្ញុំចង់ចែករំលែកជាមួយនឹងបងប្អូននៅក្នុងអត្ថបទព្រះគម្ពីរអត្ថបទទី1និងព្រះគម្ពីរដំណឹងល្អរាល់ពេលណាខ្ញុំសញ្ជឹងគិតអំពីព្រះគម្ពីរឬអត្ថបទណាមួយនាំឲ្យខ្ញុំប្រៀបធៀបព្រះគម្ពីរទៅនឹងឆ្នាំងស៊ុបស៊ុបគោស៊ុបល្ហុងស៊ុបអីចឹងទៅពេលខ្ញុំដូចជាកាន់តែអានច្រើនកាន់តែរីកគិតច្រើនកាន់តែអានច្រើនកាន់តែរីកគិតច្រើនខ្ញុំមានអារម្មណ៍ថាពេលណាយើងធ្វើស៊ុបយើងមានឆ្អឹងគោយើងមានសាច់គោយើងមានល្ហុងយើងមានការ៉ុតឬមានដំឡូងបារាំងយើងស្ងោរយូរបន្ទាប់មកទឹកស៊ុបនោះវាដូចជាមានចេញរសជាតិឆ្ងាញ់ពីឆ្អឹងស៊ុបផងពីឆ្អឹងផងពីសាច់ផងនិងពីបន្លែផងដែរប្រសិនបើបងប្អូនយកព្រះបន្ទូលឬអត្ថបទព្រះគម្ពីរណាមួយដែលបងប្អូនអានហើយសញ្ជឹងគិតនិងរីកគិតពិចារណាអត់ខុសពីទឹកស៊ុបដែលយើងញ៉ាំយូរទៅឆ្ងាញ់និងយើងចង់ញ៉ាំទៀតហើយព្រះបន្ទូលនេះទៀតសោតនាំឲ្យយើងមានកម្លាំងខាងផ្លូវវិញ្ញាណរបស់យើងមានកម្លាំងខាងផ្លូវវិញ្ញាណនាំឲ្យយើងឈ្នះអស់មានសត្រូវទាំងឡាយនាំឲ្យយើងមានកម្លាំងចូលរួមថ្វាយសក្ការៈបូជានៅក្នុងព្រះវិហារនាំឲ្យខ្ញុំចង់មានចិត្តចង់ចូលរួមអធិដ្ឋាននាំឲ្យខ្ញុំមានចិត្តចង់ចូលរួមក្នុងសកម្មភាពផ្សេងនៅក្នុងព្រះសហគមន៍ហើយនេះប្រសិនបើបងប្អូនយកព្រះបន្ទូលឬពាក្យណាមួយដែលបងប្អូនស្រឡាញ់នឹងរីកកិតសារឡើងវិញអត់ទៅខុសគ្នាអ្វីដែលបងប្អូនហត់ទឹកស៊ុបទេញ៉ាំហើយចង់ញ៉ាំទៀតពីព្រោះវាផ្ដល់កម្លាំងក៏ប៉ុន្តែព្រះបន្ទូលជួយផ្ដល់កម្លាំងខាងផ្លូវវិញ្ញាណយើងច្រើនប្រសិនបើយើងយកចិត្តទុកដាក់ស្ដាប់និងយើងយកចិត្តទុកដាក់អនុវត្តតាមព្រះគម្ពីរដំណឹងល្អឬអត្ថបទទី1អត្ថបទទី2នៅក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អនៅក្នុងថ្ងៃនេះយើងបានលើថាពួកហារាចាទាំង3ដូចជាធ្វើដំណើរពីទិសខាងកើតមកគាល់ព្រះយេស៊ូវហើយនេះនៅក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អនេះគឺយើងឮអំពីហារាចាទាំង3នេះដែលមកពីទិសខាងកើតដែលបានធ្វើដំណើរពីស្រុកឆ្ងាយដើម្បីស្វែងរកព្រះយេស៊ូវហើយហារាចាទាំង3នាក់នេះមិនមែនជាពួកជនជាតិយូដាទេហើយក៏មិនមែនជាសាសយូដាដែរគឺជាសាសផ្សេងហើយនេះព្រឹត្តិការណ៍នេះបង្ហាញឲ្យយើងដឹងពីសារៈសំខាន់ដូចជាមាន3ចំណុចខ្ញុំចង់ចែកជាមួយនឹងបងប្អូន3ចំណុចទី1គឺព្រះយេស៊ូវមកសម្រាប់មនុស្សលោកទាំងអស់ហើយនេះហារាចាមិនមែនជាជនជាតិយូដាប៉ុន្តែព្រះជាម្ចាស់បានចាត់ពួកហារាចានេះតាមរយៈផ្កាយដែលយើងពេលណាយើងឃើញផ្កាយយើងចង់និយាយអំពីពន្លឺហារាចាស្គាល់កន្លែងដែលព្រះយេស៊ូវគង់នៅគឺដោយសារពន្លឺផ្កាយគេធ្វើដំណើរតាមផ្កាយដោយសារគេគិតពីតាមលក្ខណៈវិទ្យាសាស្ត្រដែរហើយនេះពេលគេឃើញផ្កាយទៅកន្លែងណាមួយគេគិតថាបែបគ្រីស្ទប្រសូតនៅទីនោះអញ្ចឹងគេធ្វើដំណើរយ៉ាងយូរនិងផ្លូវឆ្ងាយដើម្បីធ្វើដំណើររួមជាមួយព្រះយេស៊ូវនេះបង្ហាញថាព្រះយេស៊ូវមិនមកសម្រាប់តែជនជាតិយូដាតែប៉ុណ្ណោះទេគឺព្រះអង្គយាងមកសម្រាប់មនុស្សគ្រប់រូបហើយនេះហារាចាទាំង3មិនមែនជាជនជាតិយូដាទេក៏ប៉ុន្តែព្រះយេស៊ូវបានបង្ហាញឲ្យពួកហារាចាទាំង3នាក់នេះស្គាល់និងយល់អំពីឋានៈរបស់ព្រះអង្គដែរតាមព្រះគម្ពីរលោកម៉ាថាយគឺលោកម៉ាថាយនិយាយច្បាស់
ព្រះយេស៊ូវមិនមែនមកតែសម្រាប់ជនជាតិយូដាទេគឺមកសម្រាប់យើងទាំងអស់គ្នាសម្រាប់សាសជនជាតិផ្សេងអ្នកណាក៏បានក៏មានសិទ្ធិស្គាល់ព្រះយេស៊ូវអ្នកណាក៏បានក៏មានសិទ្ធិស្គាល់ព្រះយេស៊ូវដោយសារយើងបានទទួលពន្លឺមួយគឺពន្លឺដែលនាំឲ្យយើងធ្វើដំណើររួមជាមួយព្រះអង្គហើយនេះព្រះអង្គបង្ហាញខ្លួនឲ្យអ្នកណាដែលមានចិត្តស្វែងរកសេចក្តីពិតអស់អ្នកណាដែលមានចិត្តស្វែងរកសេចក្តីពិតហើយនេះយើងសួរថាតើសេចក្តីពិតនោះមានអត្ថន័យយ៉ាងដូចម្ដេចសេចក្តីពិតមានអត្ថន័យអ្វីសម្រាប់ជីវិតរបស់យើងជាគ្រីស្ទបរិស័ទមានអត្ថន័យយ៉ាងដូចម្ដេចសម្រាប់ជីវិតរស់នៅសប្តាហ៍ថ្ងៃរបស់យើងហើយនេះព្រះយេស៊ូវគឺជាសេចក្តីពិតព្រះយេស៊ូវគឺជាសេចក្តីពិតដែលបង្ហាញឲ្យយើងឃើញលក្ខណៈរបស់ព្រះអង្គនៅប្រសិនបើបងប្អូនអានព្រះគម្ពីរលិខិតទី1របស់សន្តយូហានជំពូក4ខ8សន្តយូហាននិយាយថារីឯអ្នកដែលមិនចេះស្រឡាញ់មិនបានស្គាល់ព្រះជាម្ចាស់ត្បិតព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់ហើយនេះព្រះជាម្ចាស់ចង់ឲ្យយើងស្រឡាញ់តាមរយៈសេចក្តីពិតជាស្រឡាញ់ដែលអត់คล้ายคล้ายទេជាស្រឡាញ់ជាសេចក្តីស្រឡាញ់អត់คล้ายคล้ายអត់ផិតក្បត់និងជាសេចក្តីស្រឡាញ់ដែលសុខចិត្តបូជាជីវិតរបស់ខ្លួនខ្ញុំសូមចែកបទពិសោធន៍មួយពីម្សិលខ្ញុំនៅក្នុងព្រៃជាមួយនឹង20នាក់ជាងជាមួយនឹងគ្រីស្ទបរិស័ទនិងបងប្អូនដែលមិនមែនជាគ្រីស្ទបរិស័ទដោយសារខ្ញុំណែនាំគេអំពីគ្រួសារព្រះគ្រួសារគឺជាព្រះសហគមន៍មួយតូចហើយនេះខ្ញុំនិយាយខ្លះៗអំពីលក្ខណៈរស់នៅជាគូស្វាមីភរិយាតើយើងធ្វើយ៉ាងដូចម្ដេចដើម្បីយើងរស់នៅក្នុងសេចក្តីពិតយើងធ្វើយ៉ាងដូចម្ដេចដើម្បីយើងធ្វើរស់នៅជាគំរូសម្រាប់កូនរបស់ខ្ញុំសម្រាប់អ្នកជិតខាងរបស់ខ្ញុំនិងសម្រាប់បងប្អូនទៀតឲ្យគេស្គាល់ព្រះយេស៊ូវដែរនឹងមានជំនួយជាច្រើនដែលគេសួរហើយគេចែកបទពិសោធន៍អំពីជំនឿរបស់គេដែរហើយនេះខ្ញុំឃើញថាពេលណាបងប្អូនចែកតាមរបៀបនេះនាំឲ្យបងប្អូនប្រកាសដំណឹងល្អពី3គ្រួសារទៀតដែលគេអត់តន់ស្គាល់និងគេចង់មកព្រះវិហារដែរខ្ញុំសប្បាយចិត្តហើយនេះពេលគេចង់មកព្រះវិហារថាមិនមែនមកពីលោកឪពុកទេគឺបងប្អូនដែលជាអ្នកចែកបងប្អូនដែលជាអ្នកបញ្ជូនបន្តអានេះខ្ញុំគ្រាន់តែនៅជាមួយគេតែប៉ុណ្ណោះនេះជារបៀបមួយដែលគេបង្ហាញសេចក្តីពិតបង្ហាញអំពីសេចក្តីស្រឡាញ់ដែលគេទទួលបាននិងគេចង់ចាយសេចក្តីស្រឡាញ់នេះដល់បងប្អូនទៀតឲ្យគេបានស្គាល់ក្នុងនាមព្រះយេស៊ូវដែរហើយនេះមនុស្សត្រូវការបង្កើតសេចក្តីស្រឡាញ់ឲ្យម្នាក់នឹងមានតម្លៃស្មើគ្នាហើយព្រះយេស៊ូវយាងមកសង្គ្រោះនឹងឲ្យមនុស្សត្រឡប់ទៅឯព្រះជាម្ចាស់វិញត្រឡប់ទៅព្រះជាម្ចាស់វិញនេះជាចំណុចទី1ដែលខ្ញុំចង់ចែកជាមួយនឹងបងប្អូនហើយចំណុចទី2គឺរបៀបដែលយើងស្វែងរកត្រូវតែមានជំនឿនិងខិតខំធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងចំណុចនេះគឺហោរាចារ្យពួកគេមិននៅស្ងៀមទេពួកគេធ្វើដំណើរទាំងឆ្ងាយប្រឈមនឹងទុក្ខលំបាកប៉ុន្តែពួកគេចង់ដឹងចង់ស្គាល់និងចង់ថ្វាយបង្គំនិងចង់ចែកទ្រព្យសម្បត្តិរបស់ពួកគេជាមួយនឹងព្រះយេស៊ូវផងដែរហើយនេះយើងឃើញបទពិសោធន៍របស់ហោរាចារ្យជាបទពិសោធន៍មួយដូចជាព្យាការីដែលខិតខំស្វែងរកទៅជួបព្រះយេស៊ូវនិងចង់ស្គាល់ព្រះយេស៊ូវនិងចង់ពំនាំសេចក្តីល្អទៅប្រាប់បងប្អូនទៀតរីឯពួកស្ដេចហេរ៉ូតវិញតើស្ដេចហេរ៉ូតមានគំនិតយ៉ាងណាចំពោះព្រះយេស៊ូវស្ដេចហេរ៉ូតនៅពេលដែលគាត់ស្ដាប់ហោរាចារ្យថាសូមលោកអញ្ជើញទៅចុះប្រសិនបើលោកដឹងថាព្រះគ្រីស្ទគង់នៅឯណាសូមមកវិញនិងប្រាប់ខ្ញុំផងដើម្បីខ្ញុំថ្វាយបង្គំខ្ញុំទៅថ្វាយបង្គំព្រះអង្គដែរតាមគំនិតរបស់ស្ដេចហេរ៉ូតតើស្ដេចហេរ៉ូតចង់ទៅថ្វាយបង្គំឬស្ដេចហេរ៉ូតចង់ទៅសម្លាប់ព្រះអង្គបងប្អូនគិតយ៉ាងម៉េចគាត់ចង់ទៅថ្វាយបង្គំព្រះយេស៊ូវឬគាត់ចង់ទៅសម្លាប់ព្រះយេស៊ូវយើងឃើញនៅក្នុងអត្ថបទព្រះគម្ពីរស្ដេចហេរ៉ូតមានគំនិតអត់ល្អទេជាគំនិតមួយដែលនៅខាងមុខនិយាយផ្សេងពេលនៅខាងក្រោយគាត់មានគំនិតមួយផ្សេងគឺស្ដេចហេរ៉ូតគាត់ចង់ខ្លាចបាត់បង់អំណាចរបស់គាត់គិតថាប្រហែលមានស្ដេចថ្មីហើយពេលណាមានស្ដេចថ្មីនឹងដណ្ដើមរាជបល្ល័ង្ករបស់គាត់ដូចជាគាត់អស់អំណាចហើយនេះត្រូវរកមធ្យោបាយដើម្បីសម្លាប់ព្រះយេស៊ូវកុំឲ្យព្រះយេស៊ូវដណ្ដើមអំណាចរបស់គាត់ក៏ប៉ុន្តែព្រះយេស៊ូវជាព្រះគ្រីស្ទជាព្រះមេស៊ី
ព្រះយេស៊ូវអត់មានបល្ល័ង្កស្អាតដោយស្ដេចហេរ៉ូទេបល្ល័ង្កដែលស្អាតរបស់ព្រះយេស៊ូវគឺឈើឆ្កាងតែម្ដងគឺឈើឆ្កាងតែម្ដងហើយនេះយើងដឹងអំពីព្រះជាម្ចាស់ប៉ុន្តែពិភពនៃសេចក្តីពិតគឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលនាំឲ្យយើងមានចិត្តឆេះឆួលចង់ស្គាល់ព្រះអង្គនិងចំណុចចុងក្រោយគឺយើងឃើញមានហោរាចារ្យទាំង3គាត់នាំទ្រព្យសម្បត្តិរបស់គាត់គឺមាសគ្រឿងក្រអូបនិងជ័រល្វីងទេសនេះសុទ្ធតែជាទ្រព្យសម្បត្តិដ៏សំខាន់នៅស្រុកអារ៉ាប៊ីដែលជាទ្រព្យសម្បត្តិដែលគេបំរុងថ្វាយទៅនរណាមួយហើយនេះយើងឃើញគឺមាសគឺបង្ហាញអំពីលក្ខណៈរបស់ព្រះយេស៊ូវគឺជាស្ដេចគ្រឿងក្រអូបគឺបង្ហាញលក្ខណៈព្រះយេស៊ូវគឺជាព្រះជាម្ចាស់ដែលក្រអូបសុសសាយនៅលើពិភពលោកទាំងមូលចលវិញទេបង្ហាញអំពីលក្ខណៈរបស់ព្រះយេស៊ូវដែលនឹងទទួលទុក្ខវេទនាយើងឃើញពេលព្រះយេស៊ូវប្រសូតយើងច្រៀងរីករាយព្រះយេស៊ូវប្រសូតក៏តែបន្តិចក្រោយមកយើងឃើញព្រះយេស៊ូវរងទុក្ខលំបាកត្រូវគេចាប់គេត្រូវគេសម្លាប់អញ្ចឹងទៅហើយនេះសម្រាប់អត្ថន័យសម្រាប់យើងសប្តាហ៍ថ្ងៃយើងជឿថាគឺមានតែអស់អ្នកដែលសុខចិត្តលះបង់កន្លែងដែលគេនៅលះបង់ជំនឿចាស់លះបង់អ្វីដែលគេបានធ្វើដើម្បីនៅជាមួយព្រះយេស៊ូវដើម្បីទទួលអគ្គសញ្ញាជាមួយទឹកនិងទទួលជីវិតថ្មីតែប៉ុណ្ណោះដែលនាំឲ្យយើងរស់នៅឋិតថេរបានហើយនេះខ្ញុំសូមអរគុណសម្រាប់បងប្អូនសម្រាប់ការទទួលខ្ញុំ2ឆ្នាំនេះនាំឲ្យខ្ញុំមានបទពិសោធន៍ព្រះសហគមន៍ធំនៅប៊ូស្រានេះជាព្រះសហគមន៍មួយល្អយើងឃើញមានព្រះវិហារស្អាតយើងឃើញមានសាលាយើងឃើញមានទីធ្លាស្អាតយើងឃើញមានផ្ទះល្អយើងឃើញមានកន្លែងទទួលបូជាចាកន្លែងមានទទួលភ្ញៀវទាំងអស់អានេះជាព្រះអំណោយទានមួយយើងត្រូវអរព្រះគុណព្រះជាម្ចាស់ដែលប្រោះប្រទានឱកាសឲ្យយើងហើយនេះខ្ញុំសូមលើកទឹកចិត្តបងប្អូនថាសូមបងប្អូនកុំភ្លេចព្រះយេស៊ូវណាកុំភ្លេចព្រះយេស៊ូវសូមមកព្រះវិហារជារៀងរាល់ថ្ងៃអាទិត្យណាប្រសិនបើព្រះសហគមន៍ត្រូវការបងប្អូនជួយសូមបងប្អូនធ្វើអស់ពីចិត្តព្រះសហគមន៍នៅទីនេះជាព្រះសហគមន៍ធំត្រូវតែជាព្រះសហគមន៍រៀនច្បងសម្រាប់ព្រះសហគមន៍ដាក់ដាំសម្រាប់ព្រះសហគមន៍ក្រុងតេសសម្រាប់ព្រះសហគមន៍កៅសីមាកាទីមេម៉ង់ឬមួយពីរផ្សេងទៀតដែលខ្ញុំកំពុងតែបង្កើតហើយនេះសូមឲ្យយើងអធិដ្ឋានសម្រាប់គេជាពិសេសសម្រាប់អស់បងប្អូនថ្មីដែលមានបំណងចង់ស្គាល់ព្រះយេស៊ូវដូចយើងដែរបបិទ្ធព្រះបិតាជាម្ចាស់សូមឲ្យយើងមានចិត្តឆេះឆួលដោយហោរាចារ្យទាំង3ដើម្បីចង់ស្គាល់ចង់ជួបនិងចង់សួរសុខទុក្ខព្រះយេស៊ូវសូមឲ្យយើងចេះលះបង់ទ្រព្យសម្បត្តិរបស់យើងដើម្បីព្រះសហគមន៍ដើម្បីព្រះយេស៊ូវនិងដើម្បីគ្នាទៅវិញទៅមកអាមែន